សួស្តីសិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះយើងមករៀននៅមេរៀនទី4ហើយមេរៀនផ្សិតតែនៅជំពូកទី1អញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងទៅរៀនសិក្សាអំពីមេរៀនផ្សិតទាំងអស់គ្នាអញ្ចឹងយើងចូលទៅដល់រូបគុំអញ្ចឹងរូបគុំហ្នឹងផ្សិតបង្កឡើងពីកសិកាដែលរំពាត់ដោយភ្នែកក្រមហើយផ្សិតហ្នឹងភាគច្រើនគឺវាមានរូបគុំអ៊ីបប៉ុន្តែដូចជាផ្សិតខ្លះដូចជាដំបែអញ្ចឹងវាអត់មានរូបគុំពីអ៊ីបទេឧទាហរណ៍ផ្សិតផ្អួរហ្នឹងគឺវាដុះនៅលើផ្លែក្រូចហើយនឹងនំប៉័ងឬមួយក៏ចំណីអាហារផ្សេងទៀតដែលនៅពេលដែលយើងទុកអាហារនឹងយូរគឺវាឡើងផ្សិតផ្អួរបែបនេះហើយអ៊ីបដែលវាមានបណ្ដាញជាច្រើនហ្នឹងគេហៅថាមីសេយ៉ូមហើយរូបរាងរបស់ផ្សិតហ្នឹងគឺវាមានរូបរាងខុសៗគ្នាដោយអាស្រ័យទៅលើការតម្រៀបអ៊ីបរបស់វាហើយផ្សិតវាចិញ្ចឹមជីវិតដោយផ្សិតហ្នឹងស្រូបយកតាមរយៈអ៊ីបដោយអ៊ីបហ្នឹងដុះចូលទៅក្នុងប្រភពអាហារហើយផ្សិតភាគច្រើនហ្នឹងវាបន្តពូជដោយរយៈស្ពហ្នឹងវាមានសរីរាង្គមួយដែលហៅថាស្ពរងមើលទៅរូបវិញយើងឃើញថារូបគុំរបស់ផ្សិតវាមានដូចជាមួកអន្ទះជើងអ៊ីបហើយនិងអ៊ីបក្នុងដីដែរអ៊ីបក្នុងដីហ្នឹងវាមានតួនាទីស្រូបយកអាហារពីក្នុងដីយកមកចិញ្ចឹមជីវិតរបស់ផ្សិតយើងចូលមកដល់ចំណុចទី2វិញគឺតួនាទីរបស់ផ្សិតក្នុងធម្មជាតិអញ្ចឹងយើងដឹងថាផ្សិតវាមានច្រើនប្រភេទតែផ្សិតខ្លះហ្នឹងគឺវាផ្ដល់ផលប្រយោជន៍ឲ្យយើងដែលចំណែកផ្សិតខ្លះទៀតវាផ្ដល់ទុកទោសឲ្យយើងដូចជាធ្វើឲ្យយើងពុលឬក៏អ្នកខ្លះហូបយកទៅបរិភោគអាចនឹងឈានទៅដល់ការពុលស្លាប់ក៏មានដែរអញ្ចឹងផ្សិតដើរតួសំខាន់ក្នុងការបំបែកនិងបង្កើតវត្ថុរុក្ខជាតិនៅលើផែនដីផ្សិតផ្អួរផ្សិតលំបាយនិងផ្សិតធំហ្នឹងវាគឺជាប្រភពអាហាររបស់យើងដែលសំខាន់អញ្ចឹងឧទាហរណ៍ដូចជាផ្សិតដំបែវាមានអត្ថប្រយោជន៍ដូចជាយើងយកទៅធ្វើនំប៉័ងយើងយកដំបែហ្នឹងយកទៅដាក់នៅក្នុងម្សៅនំប៉័ងដែលវាជួយធ្វើឲ្យម្សៅនំប៉័ងហ្នឹងឡើងជាមេចំណែកឯផ្សិតខ្លះហ្នឹងគឺវាផ្ដល់ទុកទោសដល់យើងដូចជាផ្សិតនៅក្នុងព្រៃណាដែលយើងមិនដែលស្គាល់ហើយយើងបេះវាយកមកបរិភោគដោយយើងមិនដឹងពីប្រភពវាច្បាស់លាស់ឬមួយក៏មិនដឹងពីប្រភេទវាអាចផ្ដល់ទុកទោសឲ្យយើងដូចជាផ្ដល់ជំងឺរាគមូលឬមួយក៏ជំងឺពុលរហូតដល់ស្លាប់ក៏មានដែរអញ្ចឹងផ្សិតខ្លះហ្នឹងគឺវាផ្ដល់ទុកទោសឲ្យយើងមិនបានផ្ដល់ថែមទាំងផលប្រយោជន៍ហើយផ្ដល់ទុកទោសឲ្យយើងបន្ថែមទៀតដូចមើលនៅក្នុងរូបអញ្ចឹងផ្សិតខ្លះយើងយកទៅបរិភោគបានផ្សិតខ្លះយើងយកទៅធ្វើថ្នាំសម្រាប់បាក់តេរីផ្សិតអីចឹងហើយផ្សិតខ្លះយើងយកទៅធ្វើជានំប៉័ងដើម្បីធ្វើឲ្យម្សៅនំប៉័ងហ្នឹងឡើងមេហើយចំណែកផ្សិតខ្លះគឺវាផ្ដល់ទុកទោសឲ្យយើងដូចជាផ្សិតនៅក្នុងព្រៃណាដែលយើងមិនស្គាល់ចឹងដូចខ្ញុំបាននិយាយនៅខាងមុខមិញចឹងឥឡូវយើងចូលមកដល់ចំណុចទី3វត្តជីវិតរបស់ផ្សិតហើយផ្សិតហ្នឹងគឺវាមាននៅគ្រប់ទីកន្លែងមិនថានៅលើចម្បាំងឬនៅកន្លែងណាដែលមានសំណើមឬមានជាតិសំណើមខ្ពស់គឺផ្សិតហ្នឹងវាដុះមកហើយភាគច្រើនហ្នឹងគឺផ្សិតវាបន្តពូជដោយអត្ថភេទនិងភេទអញ្ចឹងយើងមកសិក្សាពីអត្ថភេទមុនយើងដឹងហើយថាផ្សិតហ្នឹងគឺបន្តពូជតាមរយៈស្ពរហើយការបន្តពូជអត្ថភេទហ្នឹងគឺនៅពេលដែលមានសំណើមនិងអាហារគ្រប់គ្រាន់ផ្សិតផលិតស្ពរតាមការបន្តពូជដោយអត្ថភេទហើយកសិការទាំងឡាយណានៅផ្នែកនៅចុងអ៊ីបហ្នឹងគឺវាធ្វើចំណែកដើម្បីបង្កើតស្ពរក្នុងការបន្តពូជហើយស្ពរហ្នឹងលូតលាស់ជាផ្សិតថ្មីដូចទៅនឹងផ្សិតមេវាប៉ុន្តែផ្សិតដំបែគឺវាបន្តពូជដោយអត្ថភេទដោយការចេញប្រឡងអញ្ចឹងការចេញប្រឡងហ្នឹងវាគ្មានការផលិតស្ពរទេដោយវាកសិការទូចៗហ្នឹងវាដកចេញពីកសិការមេវាតែម្ដងហើយរូបរាងវាគឺដូចគ្នាទៅនឹងការចេញប្រឡងរបស់មែកឈើអញ្ចឹងចូលមកដល់ចំណុច 3.2 ការបន្តពូជដោយភេទវិញអញ្ចឹងផ្សិតខ្លះហ្នឹងគឺវាបន្តពូជដោយភេទដែរមិនមែនវាបន្តពូជដោយតែអត្ថភេទតែប៉ុណ្ណោះទេជាពិសេសនៅពេលដែលវាបន្តពូជដោយភេទហ្នឹងនៅលក្ខខណ្ឌនៃការលូតលាស់មិនស្របណាមួយអញ្ចឹងក្នុងដំណើរការបន្តពូជដោយភេទរបស់ផ្សិតវិញគឺអ៊ីពីហ្នឹងលូតលាស់ជាមួយគ្នាដំណើរគ្នាបន្ទាប់មកមានបន្តសម្ភារៈដំណើរពូជអញ្ចឹងការបន្តពូជហ្នឹងគឺវាកើតឡើងពីការភ្ជាប់អ៊ីបនិងការផលិតស្ពរហើយស្ពរដែលវាលូតលាស់ជាផ្សិតហ្នឹងគឺវាមានសម្ភារៈខុសពីមេវាដោយទៅនឹងការបន្តពូជរបស់វីរុសហើយនឹងបាក់តេរីមុនដែរដែលវាស្តៀងគ្នាទៅនឹងការបន្តពូជដោយការបន្តពូជដោយភេទហ្នឹងគឺវាកសិការហ្នឹងគឺវាខុសពីមេវាតែម្ដងវាអត់ដូចនឹងមេអញ្ចឹងដូចទៅនឹងផ្សិតដែរនេះចូលមកដល់ចំណុចទី4គឺលីកែនជាសារពាង្គកាយដែលកើតចេញពីផ្សិតនិងសារ៉ាយបៃតងឬមួយក៏បាក់តេរីស្វាយជីបហើយវារស់នៅសហប្រាណនឹងគ្នាដូចជាវារស់នៅជាមួយគ្នាបង្កើតបានទៅជាលីកែនហើយលីកែនហ្នឹងវារស់នៅលើផ្ទាំងថ្មជញ្ជាំងលើដីសើមនិងមួយទៀតគឺវារស់នៅលើសំបកឈើតែសំបកឈើហ្នឹងគឺសំបកឈើពុកចាស់ឬក៏វាមានសំណាងទៅលីកែនវារស់នៅលើហ្នឹងហើយគេហៅវាថាជាសារពាង្គកាយត្រួសត្រាយលីកែនវាជួយបំបែកថ្មឲ្យដងតិចឲ្យទៅជាដីដើម្បីឲ្យសារពាង្គកាយផ្សេងទៀតលូតលាស់នៅលើផ្ទាំងថ្មដែលបំបែកទៅជាដីហ្នឹងហើយម្យ៉ាងទៀតហ្នឹងគឺអ្នកវិទ្យាសាស្ត្របានប្រើប្រាស់លីកែនជាអង្គដេកាត័រនៃកង្វក់ទឹក